ទេពកោសលដែលលាក់ទុកពីខាងក្នុងរបស់មនុស្សកើតថ្ងៃអាទិត្យចាសសួស្តីហ្វេនញាតិពធសម្រាប់វីដេអូនេះអ្នកគ្រូសូមចែករំលែកពីរបៀបថ្ងៃកើតទៀតហើយណោះឥឡូវអ្នកគ្រូសូមមកចែករំលែកពីទេពកោសលដែលលាក់ទុករបស់មនុស្សកើតថ្ងៃអាទិត្យមនុស្សកើតថ្ងៃអាទិត្យជាមនុស្សដែលអត់ធ្មត់មករាប់រយដងតែមិនមានអ្នកណាចាំបានតែបើមនុស្សកើតថ្ងៃអាទិត្យអស់ការអត់ធ្មត់ត្រឹមតែម្ដងគេនឹងក្លាយទៅជាមនុស្សចិត្តអាក្រក់ភ្លាមពិតទេហើយជាច្រើនលើកនៅពេលដែលលោកអ្នកព្រមចាញ់មិនមានអ្នកណានិយាយនោះទេតែនៅពេលដែលលោកអ្នកលះបង់ក៏អត់មានអ្នកណាចាំដែរនៅពេលណាដែលលោកអ្នកឲ្យអភ័យគ្រប់គ្នាគិតថាវាជារឿងធម្មតាបើថ្ងៃណាដែលលោកអ្នកចាប់ផ្ដើមនិយាយថាបានហើយប៉ុណ្ណឹងបានហើយថ្ងៃនឹងហើយគឺជាថ្ងៃដែលគ្រប់គ្នាមើលមកថាលោកអ្នកផ្លាស់ប្ដូរហើយទាំងដែលការពិតទៅលោកអ្នកគ្រាន់តែអស់កម្លាំងក្នុងការអត់ធ្មត់តទៅទៀតតែប៉ុណ្្នឹងឯងប៉ុន្តែមនុស្សកើតថ្ងៃអាទិត្យគឺជាមនុស្សដែលមើលទៅប្លែកខាងក្រៅមើលទៅរឹងមាំតែខាងក្នុងវិញស្ដាច់ទន់ជ្រាយខាងក្រៅជាមេដឹកនាំតែខាងក្នុងវិញដាក់សម្ពាធខ្លួនឯងខាងក្រៅមើលទៅដូចជឿជាក់ណាស់តែខាងក្នុងវិញសួរខ្លួនឯងរាប់រយដងសួរថាតើខ្លួនឯងនេះល្អគ្រប់គ្រាន់ហើយឬនៅត្រូវហើយអ្នកដតីរមែងមើលមកមនុស្សកើតថ្ងៃអាទិត្យថាជាមនុស្សពូកែព្រោះលោកអ្នកមិនដែលរអ៊ូហើយអ្នកដតីគេក៏មើលមកថាមិនអីទេលោកអ្នកអាចទៅរួចព្រោះលោកអ្នកអត់ដែលនិយាយអញ្ចឹងអ្នកដតីគេមើលមកថាលោកអ្នកជាមនុស្សដែលរឹងមាំព្រោះលោកអ្នករមែងមិនដែលយំឲ្យអ្នកណាឃើញប៉ុន្តែធៀបពិតលោកអ្នកក៏មានថ្ងៃទន់ជ្រាយដូចគ្នាដែរលោកអ្នកគ្រាន់តែស្ងាត់ស្ងៀមហើយមិនចង់ឲ្យអ្នកណាឃើញតែប៉ុណ្្នឹងឯងហើយមនុស្សកើតថ្ងៃអាទិត្យភាគច្រើនគឺជាបងធំដែលប្រកែតូចចិត្តរមែងពូកែមើលខុសត្រូវអ្នកដតីណាស់ហើយក៏ពូកែទទួលខុសត្រូវដែរហើយក៏ធ្វើជាទីពឹងពាក់ឲ្យអ្នកដតីបានតែការពិតស៊ីជម្រៅនៅក្នុងចិត្តលោកអ្នករមែងចង់មានអ្នកណាម្នាក់មកមើលថែលោកអ្នកដូចគ្នាដែរជាច្រើនលើកដែលលោកអ្នកមិននិយាយនោះមិនមែនបានន័យថាលោកអ្នកមិនគិតនោះទេតែលោកអ្នកកំពុងតែរងចាំថាតើមានអ្នកណាសង្កេតឬក៏អត់ប្រទេហើយអ្វីដែលត្រង់បំផុតនោះណាលោកអ្នករមែងខែពីពាក្យសម្ដីរបស់មនុស្សគ្រប់គ្នាជាពិសេសមនុស្សដែលសំខាន់ចំពោះលោកអ្នកហើយពេលខ្លះបើសិនជាមនុស្សប្លែកមុខមកថាអីឲ្យលោកអ្នកមិនខ្វាយខ្វល់ទេតែបើមនុស្សដែលលោកអ្នកស្រឡាញ់និយាយដាក់លោកអ្នកវិញលោកអ្នកនឹងចងចាំរាប់ឆ្នាំហើយពេលខ្លះណាគូស្នេហ៍របស់លោកអ្នកភ្លេចបាត់ទៅហើយតែលោកអ្នកនៅចាំរឿងលម្អិតបានទាំងអស់ហើយអ្វីដែលអ្នកកើតថ្ងៃអាទិត្យមិនព្រមទទួលស្គាល់នោះគឺមនុស្សថ្ងៃអាទិត្យជាមនុស្សដែលគិតច្រើនហើយប៉ិនរអ៊ូគិតដដែលជាពិសេសនៅពេលយប់ពេលថ្ងៃលោកអ្នកគឺជាខ្លាប៉ុន្តែពេលយប់លោកអ្នកគឺជាអ្នកវិភាគជីវិតទោះជារឿងនោះកន្លងផុតទៅ3ខែក៏ដោយក៏លោកអ្នកអាចយកមកគិតសារជាថ្មីបានដែរហើយប្រយោគដែលត្រូវបំផុតនោះលោកអ្នករមែងពូកែគិតណាស់ប៉ុន្តែទៅមិនដល់មនុស្សខ្លះលោកអ្នកចង់សួរនាំគេណាស់តែក៏មិនហ៊ានសួរនាំចង់ទៅលួងគេតែក៏មិនទៅចង់ត្រឡប់ទៅវិញប៉ុន្តែត្រូវគេទៅយុះបញ្ជាមិនឲ្យលោកអ្នកទៅចង់បញ្ចប់លោកអ្នកក៏ខ្លាចជាមនុស្សនឹកគេតែម្នាក់ឯងហើយក៏មកប្រាប់ខ្លួនឯងថាហើយមិនអីទេតែដែលការពិតទៅវាមិនអាចមិនអីបាននោះទេហើយរឿងស្នេហាក៏ដូចគ្នាមនុស្សកើតថ្ងៃអាទិត្យស្រឡាញ់អ្នកណាគឺស្រឡាញ់ស្មោះលះបង់ក៏ពិតប្រាកដហើយក៏ពូកែមើលថែគេបានល្អតែពេលខ្លះលោកអ្នកក៏រឹងយ៉ាងស្ងៀមស្ងាត់តែបើជាមួយមនុស្សដែលលោកអ្នកចូលចិត្តខ្លាំងដកជាប់ក្នុងចិត្តខ្លាំងលោកអ្នកក៏អាចជ្រុលខ្លួនរេរែកចិត្តជាមួយនឹងមនុស្សខ្លះបានដូចគ្នាណាហើយនៅពេលដែលលោកអ្នករឹងរូសលោកអ្នកក៏មិនសូវខ្វល់ពីច្បាប់ពីទំនៀមទម្លាប់មិនខ្វល់ពីក្រឹតក្រមអ្វីទាំងអស់មិនចង់ចូលជ្រៅនោះទេការមើលថែការលះបង់ការការពារវាជា basic របស់មនុស្សកើតថ្ងៃអាទិត្យស្រាប់ហើយនៅពេលដែលស្រឡាញ់អ្នកណាម្នាក់ប៉ុន្តែភាគច្រើនលោកអ្នករមែងលះបង់ឲ្យអ្នកដទៃមុនខ្លួនឯងជានិច្ចពេលខ្លះលោកអ្នកក៏ឈឺដដែលជាមួយនឹងរឿងដដែលជាមួយនឹងមនុស្សដដែលហើយក៏រមែងមកអង្គុយសង្ស័យខ្លួនឯងថាហេតុអីក៏ខ្លាចជាបែបនេះទៀតណោះហើយរឿងមួយទៀតដែលប្លែកនោះជីវិតរបស់លោកអ្នកប្រៀបដូចជាមានថាមពលអ្វីមួយយ៉ាងមកស្រូបទាញឲ្យមនុស្សចូលមកក្នុងជីវិតដើម្បីយកផលប្រយោជន៍គឺគេចូលមកសម្លឹងឃើញផលប្រយោជន៍តែប៉ុណ្ណោះនៅពេលដែលគេចូលមកគេក៏មើលឃើញពីគុណតម្លៃរបស់លោកអ្នកតែដល់ពេលគេទៅលោកអ្នកនឹងខ្លាចជាមនុស្សអស់ប្រយោជន៍ជាមួយគេភ្លាមរហូតដល់ពេលខ្លះលោកអ្នកក៏មិនច្បាស់ក្នុងចិត្តខ្លួនឯងដូចគ្នាដែរថាអ្នកដែលនៅចំពោះមុខលោកអ្នកនឹងស្រឡាញ់លោកអ្នកពិតប្រាកដឬក៏អត់ឬក៏គេស្រឡាញ់តែអ្វីដែលលោកអ្នកមានស្រឡាញ់តែសម្បករបស់លោកអ្នកហើយក៏មិនដឹងថាមកពីហេតុអីទេមនុស្សកើតថ្ងៃអាទិត្យជាច្រើនអ្នករមែងត្រូវមនុស្សក្បែរខ្លួនយល់ច្រឡំត្រូវគេនិយាយមួលបង្កាច់លៀបពណ៌យកទៅនិយាយដើមរិះគន់ទាំងដែលលោកអ្នកមិនដឹងរឿងអ្វីទាំងអស់ពិតឬមិនពិតហើយបើសិនជាលោកអ្នកជាមនុស្សលេចធ្លោលោកអ្នកក៏ខ្លាចជាចំណុចឲ្យគេនិយាយខ្លាំងប៉ុណ្ណឹងដែររឿងការងារក៏ដូចគ្នាលោកអ្នកជាមនុស្សចូលចិត្តវាស់ត្រង់ការងាររឿងហេតុផលតាមសំណុំរឿងតាមការពិតមិនចូលចិត្តអែបអបមិនចូលចិត្តយកមុខមិនចូលចិត្តរឿងនយោបាយនៅក្នុងកន្លែងធ្វើការប៉ុន្តែចក្រវាលរមែងបញ្ជូនមនុស្សបែបហ្នឹងឲ្យមករកលោកអ្នកធ្វើឲ្យលោកអ្នកត្រូវជួបរហូតដល់ពេលខ្លះ
លោកអ្នកត្រូវតែផ្ដាច់ការចេញមកយកស្នាដៃការងារទៅប្រឈមមុខយកការពិតទៅប្រឈមមុខយកពេលវេលាទៅប្រឈមមុខព្រោះលោកអ្នករមែងជឿនៅក្នុងចិត្តថារបស់ពិតមិនចាំបាច់និយាយច្រើនត្រូវអត់ហើយមានរឿងមួយទៀតដែលអ្នកកើតថ្ងៃអាទិត្យដូចគ្នាណាស់លោកអ្នកមិនងាយកាត់ក្តីអ្នកណាផ្ដេសផ្ដាស់ទេលោកអ្នកនឹងស្ដាប់លោកអ្នកនឹងមើលលោកអ្នកនឹងសង្កេតហើយលោកអ្នករមែងផ្ដល់ឱកាសឲ្យហើយបើនៅថ្ងៃណាដែលមនុស្សកើតថ្ងៃអាទិត្យសរុបនៅក្នុងចិត្តខ្លួនឯងហើយជឿជាក់លើខ្លួនឯងច្បាស់លាស់ហើយឱកាសដែលបដូរការគិតរបស់លោកអ្នកស្ទើរតែមិនមានលោកអ្នកមិនបដូរការគិតងាយៗនោះទេបើលោកអ្នកជឿជាក់ហើយលោកអ្នកកុំយល់ច្រឡំឲ្យសោះថាមនុស្សកើតថ្ងៃអាទិត្យការពិតជាមនុស្សដែលមានអារម្មណ៍កាយសាហាវគេមិនបានចិត្តអាក្រក់គេមិនបានគួរឲ្យខ្លាចនោះទេមុនពេលដែលលោកអ្នកឃើញមនុស្សកើតថ្ងៃអាទិត្យផ្ទុះកំហឹងលោកអ្នកមានដឹងទេថាគេអត់ធ្មត់យូរប៉ុណ្ណាមកហើយគេអត់ធ្មត់លើសពីការដែលអ្នកដទៃគិតទៅទៀតមុនពេលដែលគេផ្ទុះអ្វីចេញមកហើយសូមឲ្យចាំប្រយោគមួយទុកមនុស្សកើតថ្ងៃអាទិត្យមិនបានហត់ដោយសារជីវិតលំបាកនោះទេតែគេហត់នឿយដោយសារគេព្យាយាមរឹងមាំនៅក្នុងថ្ងៃដែលគេចង់ទន់ជ្រាយហើយនៅពេលដែលលោកអ្នកឈប់ដាក់សម្ពាធលើខ្លួនឯងឈប់ព្យាយាមធ្វើឲ្យគ្រប់គ្នាពេញចិត្តចំពោះលោកអ្នកឈប់រងសម្ពាធដើម្បីក្តីសង្ឃឹមពីមនុស្សនៅជុំវិញនៅថ្ងៃនោះលោកអ្នកនឹងរកឃើញថាអ្វីដែលល្អបំផុតសម្រាប់អ្នកកើតថ្ងៃអាទិត្យមិនមែនជាភាពពូកែមិនមែនភាពជាអ្នកដឹកនាំមិនមែនជាភាពរឹងមាំនោះទេប៉ុន្តែវាជាបេះដូងពិតប្រាកដរបស់លោកអ្នកដែលវាមានភាពកក់ក្ដៅស្មោះស្ម័គ្រហើយក៏មិនដែលបោះបង់មនុស្សដែលខ្លួនឯងស្រឡាញ់ឬក៏គ្នារបស់លោកអ្នកសូម្បីតែនៅក្នុងថ្ងៃដែលលោកអ្នកកំពុងតែហត់នឿយបំផុតក៏ដោយហើយនៅក្នុងកំឡុងពេលនេះមនុស្សកើតថ្ងៃអាទិត្យជាច្រើនអ្នកកំពុងតែស្ថិតនៅក្នុងអំឡុងនៃជីវិតដែលកំពុងតែទាមទារឲ្យលោកអ្នកឈានទៅមួយកម្រិតទៀតទាំងរឿងការងាររឿងលុយកាក់រឿងក្តីស្រមៃនិងគោលដៅនៅក្នុងជីវិតអ្វីដែលកំពុងរារាំងលោកអ្នកអាចមិនមែនជាអ្នកដទៃអាចមិនមែនជាជោគជតានោះទេតែវាជាការខ្លាចការកង្វល់នៅក្នុងចិត្តរបស់លោកអ្នកតែសូមឲ្យចាំចុះថាព្រះអាទិត្យមិនដែលបញ្ចេញរស្មីដោយសារតែការជឿជាក់នោះទេតែគេនឹងជះរស្មីជានិច្ចព្រោះនឹងគឺជាធម្មជាតិរបស់គេហើយលោកអ្នកក៏ដូចគ្នាដែរលោកអ្នកកំពុងរងចាំរហូតដល់លោកអ្នកពូកែបំផុតកុំរងចាំឲ្យអ្នកដទៃគេយល់ចូលចាប់ផ្ដើមធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដព្រោះកម្លាំងពិតប្រាកដរបស់អ្នកកើតថ្ងៃអាទិត្យមិនមែនជាការយកឈ្នះអ្នកដទៃទេគឺជាការហ៊ានឈរហ៊ានធ្វើជាខ្លួនឯងទោះជានៅកន្លែងដែលមិនមានអ្នកណាគេយល់ពីលោកអ្នកក៏ដោយសូមឲ្យសំណាងល្អណា